បើយើងមើលមកទំព័រទី31 communication activator. Now let's give advice to someone who doesn't feel well. តោះឥឡូវយើងសាកផ្ដល់ដំបូន្មានទៅដល់អ្នកដែលមិនមានអារម្មណ៍ល្អ conversation models យើងមានគំរូសន្ទនានៅខាងនេះ read and listen ទៅចូលអានហើយនឹងស្ដាប់ What's wrong មានរឿងអីមិនស្រួល You don't look so good អ្នកមើលទៅដូចអត់ស្រួលសោះ Actually I feel horrible ខ្ញុំមានអារម្មណ៍មិនស្រួលទាល់តែសោះ I have a headache and a sore throat ខ្ញុំមានជំងឺឈឺក្បាលហើយមានជំងឺឈឺកទៀត Oh no អូមិនគួរយ៉ាងនេះទេ You should take some thing អ្នកគួរតែលេបថ្នាំឬក៏លេបអ្វីមួយ You're right អ្នកនិយាយត្រូវហើយ That's a good advice នោះគឺជាដំបូន្មានល្អណាស់ Thanks អរគុណ Feel better មានអារម្មណ៍ខនបាយជាងមុនទេ Thanks again អរគុណម្ដងទៀត Social language ភាសាដែលប្រើនៅក្នុងសង្គម Say feel better យើងនិយាយថាមានអារម្មណ៍ថាល្អជាងមុន To someone who is sick ចំពោះនរណាម្នាក់ឬក៏និយាយពាក្យនេះទៅកាន់នរណាម្នាក់ដែលកំពុងឈឺបន្តមកទៀតនៅក្នុង part C គឺយើងមាន conversation pair work អ្នកនរគ្នាត្រូវបដូរវេនគ្នាដើម្បី exchange ជាមួយនឹងដៃគូដែលនៅក្បែរយើងមើលរំលងមក keep talking នៅត្រង់នេះមានពាក្យមួយចំនួនសម្រាប់ give more advice using should or shouldn't យើងត្រូវផ្ដល់ដំបូន្មានបន្ថែមទៀតតាមរយៈការប្រើប្រាស់ should ហើយនិង shouldn't នៅត្រង់ tick នេះបាទ in English we call check កន្លែង check ហ្នឹងគឺយើងប្រើពាក្យ should ទីហោ you should go home you should take a nap you should make soup you should rest or others ឬក៏អាចមានប្រើ should ហ្នឹងជាមួយកិរិយាសព្ទដទៃផ្សេងទៀតចំណែកកន្លែង cross បាទ cross ហ្នឹង C R O S បទថាខ្វែងនេះយើងត្រូវប្រើជាមួយ shouldn't ទីហោថា you shouldn't go okay you shouldn't go to class you shouldn't exercise you shouldn't go to work you shouldn't go out or others បាទសូមអរគុណ